សួស្តីបងបងជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះខាង P Shop ខាងប្អូនមានឧបករណ៍ Bluetooth ថ្មីមួយដែលយើងអាចប្រើប្រាស់ជាមួយនឹងប្រភេទធុងបាសដែលគ្មាន Bluetooth Ampli ដែលគ្មាន Bluetooth កុំព្យូទ័រដែលគ្មាន Bluetooth ទៅកាន់ធុងបាសដែលមាន Bluetooth ទូរទស្សន៍ដែលគ្មាន Bluetooth ទៅកាន់ធុងបាសដែលមាន Bluetooth ឬក៏រថយន្តដែលគ្មាន Bluetooth យើងក៏អាចប្រើបានផងដែរប៉ុន្តែនៅថ្ងៃនេះជាពិសេស Bluetooth មួយនេះអាចលើសពី Bluetooth ធម្មតាដែលយើងអាចចាក់ចម្រៀងបានគឺយើងអាចយកមកច្រៀងនៅក្នុងរថយន្តយើងបានដោយប្រើប្រាស់ប្រភេទ AUX នេះជាប្រភេទBluetooth ដែលយើងអាចយកតាមខ្លួនហើយប្រើប្រាស់ជាមួយនឹងឧបករណ៍ផ្សេងៗដែលជាប្រភេទឧបករណ៍ OU ចំពោះឧបករណ៍ Bluetooth មួយនេះដែរវាមានមុខងារជាច្រើនដូចជាមានបន្ថយសំឡេងបើកបាសបើក treble មានរន្ធដោត TF card មានរន្ធដោត USB និងជាពិសេសមានរន្ធដោត mic ហើយវាចាប់ចម្ងាយបានរហូតដល់30ម៉ែត្រអញ្ចឹងសម្រាប់បងយកទៅប្រើប្រាស់ទូទៅនិងបែបអាជីវកម្មក៏អាចប្រើប្រាស់បានដែរប៉ុន្តែថ្ងៃនេះប្អូននឹងយកមកបង្ហាញបងជាមួយនឹងប្រភេទរថយន្តព្រុសហើយមានរន្ធដោត AUX ដែលយើងយកមកភ្ជាប់ជាមួយនឹង Bluetooth ហើយយើងអាចច្រៀងបាននៅក្នុងរថយន្តដូចជាការធ្វើដំណើរនៅលើរថយន្តទេសចរបានផងដែរអញ្ចឹងយើងមានប្រភេទដុំនេះមួយហើយយើងមានម៉ៃនេះក្បាលម៉ៃយើងយកមកភ្ជាប់ហើយនេះឡាននេះយើងប្រើជាមួយនឹងប្រភេទធុងបាសឡានអញ្ចឹងយើងអាចភ្ជាប់ជាមួយនឹងឡានហើយច្រៀងកំដរអារម្មណ៍នៅពេលដែលយើងធ្វើដំណើរធ្វើឲ្យការធ្វើដំណើររបស់យើងនឹងកាន់តែសប្បាយរីករាយហើយมันមានភាពម៉ងសៅនៅក្នុងរថយន្តអញ្ចឹងសូមបងតាមដានទាំងអស់គ្នាពីរបៀបភ្ជាប់ហើយនឹងការសាកល្បងទាំងអស់គ្នាថាតើវាពិតជាអាចច្រៀងបានមែនដែរឬអត់ជាមួយនឹងឧបករណ៍ Bluetooth របស់ប្អូនអញ្ចឹងយើងមកយល់ដឹងអំពីរថយន្តដែលអាចភ្ជាប់ Bluetooth នេះបានអញ្ចឹងម្ចាស់រថយន្តភាគច្រើនអ្នកខ្លះក៏គាត់បានយល់ក៏បានដឹងអំពីមុខងាររបស់ AUX អញ្ចឹងរថយន្តមួយចំនួនអត់មាន AUX និងរថយន្តមួយចំនួនទៀតគឺមាន AUX អញ្ចឹងបងអូនសូមបញ្ជាក់ថានេះគឺជារន្ធដោត AUX ប្រសិនជារថយន្តរបស់បងមានរន្ធដោត AUX វាប្រកាសជាមានមុខងារ AUX ដើម្បីកំណត់នៅក្នុងរថយន្តរបស់បងអញ្ចឹងរថយន្តរបស់បងបើសិនជាមាន AUX បែបនេះហើយវាប្រកាសជាមានមុខងារកំណត់ AUX អញ្ចឹងរថយន្តបងអាចភ្ជាប់ជាមួយនឹងប្រភេទ Bluetooth ដែលចូលតាមរន្ធដោត AUX នេះបាននេះជា Bluetooth ដែលបងអូនបានពន្យល់បងមុនហ្នឹងយើងយកមកភ្ជាប់ទាំងអស់គ្នាជាមួយនឹងប្រភេទ Bluetooth ហើយយើងយកមកច្រៀងទាំងអស់គ្នាថាតើវាអាចប្រើប្រាស់បានពិតមែនដែរឬអត់នេះជាឧបករណ៍ Bluetooth ដែលបងអូនបានបើកប្រអប់មានដុំ Bluetooth មួយមានខ្សែ OYO សក្រហមមួយបំបែកទៅ AUX មាន AUX ញីឈ្មោលមួយមានខ្សែ Type C មួយមាន tele បញ្ជាចំនួន1ដើម្បីយើងបញ្ជា Bluetooth បញ្ជា USB បញ្ជា AUX TF card mic echo និងជាមួយនឹងអង្តែនមួយអញ្ចឹងមានប៉ុណ្នេះបងអាចភ្ជាប់បានហើយបងអូនបញ្ជាក់ថា Bluetooth នេះយើងប្រើសាកថ្មក៏បានយើងប្រើជាមួយនឹងភ្លើង direct ក៏បានដែរការសាកថ្មវាអាចប្រើរយៈពេលបានពី 6 ម៉ោងទៅ 7 ម៉ោងអញ្ចឹងធ្វើឲ្យការធ្វើដំណើររបស់បង
កាន់តែងាយស្រួលនិងដាក់តាមខ្លួនទោះបីជាបងទៅដល់ទីណាក៏បងអាចប្រើប្រាស់ឧបករណ៍នេះបានដែរនេះគឺជារបៀបភ្ជាប់ដុំ Bluetooth ទៅកាន់រថយន្តអញ្ចឹងសម្រាប់ដុំ Bluetooth នេះយើងប្រើជាមួយនឹងប្រភេទខ្សែ AUX ញីឈ្មោលឬក៏យើងអាចប្រើខ្សែប្រភេទខ្សែនេះក៏បានដែរមកអំបែក 3.5 ណាបងអញ្ចឹងនេះបងអូនប្រើ AUX ញីឈ្មោលអញ្ចឹងទី1បងយកខ្សែ AUX ហ្នឹងយកមកដោតជាមួយនឹងដោយ AUX នេះបោះឡានអញ្ចឹងឲ្យតែឃើញពាក្យថា AUX នេះគឺដឹងតែប្រើបានទេបងអញ្ចឹងឡានបងប្រកាសជាមានមុខងារ AUX នេះហើយអញ្ចឹងយើងដោតមកយើងមកចូលដុំ Bluetooth នេះអញ្ចឹងដុំ Bluetooth នេះយើងអាចប្រើថ្មក៏បានយើងអាចសាកជាមួយឡានក៏បានប្រើភ្លើង direct ក៏បានដែរអញ្ចឹងអត់ជាបញ្ហាទេបងអញ្ចឹងយើងចាប់ផ្ដើមបើកទាំងអស់គ្នាអញ្ចឹងយើងបើក Bluetooth ហ្នឹងគឺយើងទាញ volume នេះបងរូបសម្បត្តិរបស់វាបែបនេះ premium ហើយមានមើលទៅពណ៌ទឹកប្រាក់ហើយលាយជាមួយនឹងខ្មៅមើលទៅស្អាតហើយមុខងារវាមានសំឡេងមាន treble ហើយ bass យើងអាចស្រែបានហើយជាមួយនឹង tele អញ្ចឹងយើងបើកសម្រាប់ប្រើប្រាស់គឺយើងបើក volume វាមកនេះបើក volume វាមកវាចុចបើកហើយអញ្ចឹងវាដំណើរការបងឃើញទេបងអញ្ចឹងវាដំណើរការនេះវាមានចេញជាភ្លើងឲ្យយើងមើលហើយស្អាតមែនតើដុំមួយនេះបើបងឃើញក្រៅគឺ premium ណាអញ្ចឹងយើងយកមកភ្ជាប់ជាមួយទាំងអស់គ្នាអញ្ចឹងមិញបងបានឮហើយថាឮចូលទៅកាន់ធុងបាសរបស់យើងធុងបាសឡានរបស់យើងអញ្ចឹងត្រង់ចំណុចនេះយើងយកទូរស័ព្ទរបស់យើងមកយើងមក connect ជាមួយនឹង Bluetooth អញ្ចឹងបងបើក Bluetooth របស់យើងមកបន្ទាប់មកយើងរកឈ្មោះប្រភេទ Bluetooth តើ Bluetooth យើងមួយណានេះ Bluetooth យើងមានឈ្មោះ M9 អញ្ចឹងចុច M9 មកហើយយើង pair Bluetooth យើងមកណានេះវាកំពុង pair Power on នេះបងBluetooth mode នេះមានន័យថាវា connect ហើយ Bluetooth មួយនេះអាចសាកមួយសារទៀតអូខេអញ្ចឹង active ហើយនេះវាដាក់ active អញ្ចឹងវា connect ចូលហើយអញ្ចឹងបន្ទាប់មកទៀតបន្ទាប់ពីបងបាន connect ហើយបើសិនចូលបែបនេះវាប្រកាសចូលហើយប៉ុន្តែបើសិនវាអត់ទាន់ចូលបងត្រូវមកស្រែកន្លែងនេះដាក់ disk ហើយឬក៏ AUX នេះបងចុចកន្លែងនេះមកនេះចុចមកកន្លែងនេះបងចុចកន្លែងនេះមកហើយចូលចុចកន្លែងនេះចុចកន្លែងនេះមកឲ្យចេញពាក្យ AUX បែបនេះអញ្ចឹងដល់ពេលដែលចេញ AUX បែបនេះប្រកាសជាឡានបងដំណើរការដោយ AUX អញ្ចឹងយើងចូលមកកាន់ទូរស័ព្ទដៃយើងចាក់ចម្រៀងនេះបងអញ្ចឹងយើងចាក់ចម្រៀងយើងមកសិនមកថាតើវាប្រកាសជាឮចម្រៀងនៅក្នុងរថយន្តយើងមែនអត់តាមរយៈប្រើប្រាស់ Bluetooth នេះបងអញ្ចឹងឡានយើងឮហើយមួយនេះអត់មានឆ្លងឆយទេអញ្ចឹងសំឡេងវាពីរោះអែមធ្វើឲ្យការធ្វើដំណើររបស់បងកាន់តែសប្បាយរីករាយអញ្ចឹងលើសពីនេះទៀតដុំ Bluetooth នេះក៏យើងភ្ជាប់ជាមួយនឹងប្រភេទម៉ៃបានផងដែរនេះរុនម៉ៃអញ្ចឹងបងអូននឹងបង្ហាញបងថាតើយើងអាចច្រៀងពិតមែនបានអត់អញ្ចឹងបងអូននឹងយកម៉ៃយកមកដោតនៅទីនេះបងអញ្ចឹងយើងបានភ្ជាប់ជាមួយនឹងម៉ៃហើយអញ្ចឹងម៉ៃរបស់យើងយកទៅដោតជាមួយនឹងដុំ Bluetooth នេះហើយយើងមាន micro របស់យើងមួយនេះបងអញ្ចឹងយើងតេស្តជាមួយគ្នាថាតើវាឮទេនេះបងអញ្ចឹងយើងបានយកម៉ៃរបស់យើងនឹងយើងយកទៅដោតជាមួយនឹងដុំ Bluetooth របស់យើងហើយវាកំពុងតែដំណើរការហើយនេះជាម៉ៃរបស់យើងយកមកច្រៀងអញ្ចឹងយើងចង់ដឹងថាតើឮទេបងអូននឹងនិយាយឡូឡូ1 2 3តេស្តអញ្ចឹងបងអូននឹងសាកច្រៀងទាំងអស់គ្នាថាតើវាប្រកាសជាឮទេអញ្ចឹងនៅពេលដែលយើងនិយាយបែបនេះវាប្រកាសជាឮនេះបងអញ្ចឹងយើងអាចច្រៀងបាននៅក្នុងរថយន្តរបស់យើងហើយជាពិសេសទៀតនេះយើងមាន tele អាចជាម៉ៃ echo បានអញ្ចឹងណាបងអញ្ចឹងបងអូនចាប់ផ្ដើមបើកចម្រៀងទូរស័ព្ទរបស់យើងនេះហើយយើងសាកច្រៀងមើលនេះបងអញ្ចឹងយើងបានភ្ជាប់ហើយអញ្ចឹងយើងមកច្រៀងទាំងអស់គ្នា
dương bán shop hay dương đã chuẩn bị chạy móp bóng dắn ní dương đã không rốt dồn bóng chẳng dương ai chiều bán tao quay tới ai bắt chiếc thao bóng snai stray lơ lúc ấy min say na ai cầm bàn lại nóng bay đồ lông snai lơ tới tới hai miệng bóng ơi bóng cánh ôn trùng đi tí bắt bóng chẳng là bóng xả là bóng chỉ riêng hơi ní cứ chia từ lấy sầm rạp từ lấy ní ai bằng chia từ lơ đồng lũ thủ một nửa bàn chẳng bóng khơi hái từ lấy bóng dưới những ba những bất hơi bóng chẳng slang sẽ câu lang câu cho sầm lấy mai tích sầm lấy mai khang ấy sẽประเภทบลูทูธbao giờไม่บองเผยchỉ FM ก็เผยบ้านได้โอ้คือละออแมนเต้นบองยอมบุญนี้ปนตัวนี้ทาอดขอบบำนองที่ตามดำเนินการบองปราบนะโครงรถยนต์กระดอยเผยจมวยนังประเภทอัมพลีตูนอัมพลีทมประเภทตูตัวคอมพิวเตอร์ใหญ่จอมเตอร์เอาแต่ประเภทโอโยยังปราบอันจังสำหรับบองน้ำยินดำเนินการแต่ตอนจมวยนังประเภทอุปกรณ์บลูทูธนี้อาจจะต้องมาปนเหล่านี้บ้านจมวยนังดำลายพิเศษข้างพีช็อปรอจูน